កំពុងតែកើតទុកក្រៀមក្រំក្នុងចិត្តដែលសាបបាត់បង់ស្វាមីញោមប្រុសលោកឪពុករបស់កូនប្រុសស្រីទាំងអស់ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខហើយថ្មីនេះការនិរះប្រាត់ប្រាស់គ្នាដោយសេចក្តីស្លាប់គាត់នេះស្លាប់គឺការនិរះប្រាត់ប្រាស់គ្នាជាសេចក្តីជាទុក្ខធំរបស់មនុស្សលោកនៅលើពិភពលោកនេះសម្រាប់ក្រុមគ្រួសារណាដែលមានសាច់ញាតិគឺលោកឪពុកអ្នកម្ដាយបានលះលោកទៅកាន់លោកខាងមុខហើយលោកបានអញ្ជើញទៅកាន់លោកខាងមុខអត់ទៅហើយតែបានបន្សល់នៅសេចក្តីទុក្ខទាំងអស់ហ្នឹងទុកឲ្យក្រុមគ្រួសារកូនចៅប្រុសស្រីទាំងអស់ដែលមានជីវិតរស់នៅនេះក៏ទុកនេះជាទុកធំបំផុតសម្រាប់ជីវិតមនុស្សអ្នកដែលនៅរស់អ្នកដែលស្លាប់ទៅហើយអញ្ជើញទៅកាន់ទីឋានដ៏សម្ពួរដែលខ្លួនត្រូវទៅបដិសន្ធិវិញ្ញាណថ្មីនោះតែសេចក្តីទុក្ខនេះនៅសល់ឲ្យមនុស្សទាំងអស់ដែលមានជីវិតរស់នៅដូចជាភរិយាកូនចៅប្រុសស្រីញាតិមិត្តទាំងអស់ដែលជាញាតិធ្វើធ្លាប់រាប់អានគ្នានោះប្រកាសណាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ការបែកបាក់និរះប្រាត់ប្រាស់គ្នាក្នុងនាមជាមនុស្សនិងមនុស្សដែលមានជីវិតរស់នៅដូចគ្នាហ្នឹងយើងមានសង្ឃឹមថាថ្ងៃណាមួយខែណាមួយនឹងបានមកជួបជុំគ្នាវិញដោយញោមញាតិពុទ្ធបរិស័ទមានកូនមានឪពុកម្ដាយបានទៅនៅសហរដ្ឋអាមេរិកក្តីអូស្ត្រាលីក្តីបារាំងក្តីនេះគេហៅថាការបែកបាក់និរះប្រាត់ប្រាស់គ្នាដែរប៉ុន្តែបីយ៉ាងណាក៏យើងនៅតែមានសង្ឃឹមថាថ្ងៃណាឆ្នាំណានឹងបានជួបជុំគ្នាក្នុងកាលដ៏គួរហ្នឹងញោមញាតិពុទ្ធបរិស័ទបច្ចុប្បន្ននេះមានគ្រឿងបច្ចេកវិទ្យាគេបង្កើតឡើងទំនើបគឺទូរស័ព្ទដែលញោមញាតិមានប្រើគ្រប់តែគ្នាហ្នឹងអាចប្រស្រ័យទាក់ទងបានរវាងមនុស្សនិងមនុស្សឲ្យតែមនុស្សដែលមានជីវិតរស់នៅដូចគ្នាទោះបីនៅប្រទេសណានៅទ្វីបណាយើងអាចទាក់ទងគ្នាបានតាមរយៈទូរស័ព្ទហ្នឹងនិយាយគ្នាបានឃើញរូបគ្នាបានទៀតប៉ុន្តែជាគ្រឿងបច្ចេកវិទ្យាដ៏ទំនើបក្នុងបច្ចុប្បន្ននេះតែសម្រាប់អ្នកដែលលះលោកទៅកាន់លោកខាងមុខហើយនោះมันមានពិធីណានឹងអាចប្រស្រ័យទាក់ទងគ្នាបានទេញោមញាតិទូរស័ព្ទក៏ទាក់ទងគ្នាអត់បានគឺវាដាច់ស្រឡះពីគ្នាហ្នឹងអាស្រ័យនេះបានជាសាច់ញាតិកូនចៅបងប្អូនដែលមានជីវិតរស់នៅលោកមានសេចក្តីក្តុកក្តួលទង្គិសសុខសួរសោកសៅក្នុងចិត្តនឹងដោយមិនមានសង្ឃឹមថានឹងបានជួបគ្នាទៀតទេសម្រាប់លោកអ្នកដែលទៅកាន់លោកខាងមុខហើយក៏លោកអត់បានត្រឡប់អត់បានអញ្ជើញមកជួបនឹងកូនចៅប្រុសស្រីវិញទេមកកាន់ផ្ទះកាន់សំបែងគេហដ្ឋានអីអត់មានទេគឺដាច់ស្រឡះទោះបីជាអាត្មាភាពមិនសម្ដែងក៏ញោមញាតិបកណាអស់ក៏ជ្រាបថាអ្នកស្លាប់និងអ្នករស់អត់មានពិធីណាទាក់ទងគ្នាបានទេតែណែបានជាទុកនឹងដ៏ធំធ្ងន់បំផុតមកសម្កត់នៅលើកូនចៅអ្នកដែលមានជីវិតរស់នៅនឹករលឹកចំពោះគុណឧបការៈរបស់លោកឪពុកដែលបានបីបាច់ថែរក្សាថ្នាក់ថ្នមកូនតាំងពីកូនមកជ្រោកក្រោមម្លប់របស់លោកទាំងពីរនេះព្រោះនេះជាសេចក្តីទុក្ខរបស់មនុស្សព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទ្រង់បានបង្រៀនទ្រង់បានប្រាប់ដល់មនុស្សទូទៅទាំងអស់
men សម្រាប់តែខ្មែរអ្នកកាន់ពុទ្ធសាសនាតែជាតិណាក៏ដូចតែជាតិណាតែសម្មាសម្ពុទ្ធលោកសម្ដែងថាទុក្ខរបស់មនុស្សដែលធំបំផុតកើតមានដល់ជីវិតរបស់មនុស្សទី1គឺជាតិគឺការកើតនឹងជាសេចក្តីទុក្ខមួយទី2ជារាទុក្ខចាស់ក្រំគ្រានឹងជាទុក្ខមួយទី3ជាធិទុក្ខជំងឺរោគានឹងជាទុក្ខមួយដែរទី4មរណទុក្ខគឺសេចក្តីស្លាប់សត្វតែជាគ្រឿងទុក្ខព្រោះយើងទាំងអស់ឃើញដឹងឮគ្រប់តែគ្នាប៉ុន្តែសេចក្តីទុក្ខរបស់យើងដែលជាបឋមជននេះកើតតែមួយផ្លែតទេបងក្នុងពេលដែលមានបុព្វការីជនមេដាបិតាបងប្អូនដែលលះលោកទៅក៏នាំគ្នាស្រែកយំកន្ទក់ទន្ទិញគក់ទ្រូងដំអរ៉ាសោកសឹកសួលតែមួយពេលប៉ុណ្ណាតែយូរកន្លងផុតទៅដឹកភ្លេចបាត់ទៅអត់បាននឹកឃើញទៀតទេព្រោះយើងឃើញតែមួយផ្លែតសម្រាប់ព្រះសម្មាសម្ពុទ្ធនិងព្រះពូអរិយជនលោកឃើញច្បាស់លោកអត់ភ្លេចទេនៅតែចងចាំនៅសេចក្តីទុក្ខទាំង4ហ្នឹងលោកអត់ភ្លេចនៅតែចងចាំសម្រាប់យើងបឋមជនក៏តែភ្ញាក់ផ្អើលមួយផ្លែតទេនេះបានលោកអ្នកប្រាជ្ញលោកនិពន្ធថាសពសត្វក្នុងលោកសត្វតែវិយោគប្រកាអន្ទោលមានក្តីប្រត់ប្រាស់និរះជាគោលទោះចង់រត់ចោលក៏គ្រាន់តែចង់ណាមានបងប្អូនសាច់ញាតិស្លាប់ហើយក៏កើតទុក្ខនោះឃើញសេចក្តីទុក្ខនឹងការស្លាប់ហ្នឹងហើយតែចង់រត់ចោលតើគាត់ចង់រត់ចោលគាត់តែចង់តែទៅភ្លេចទៅបាត់ទៅអត់ចង់រត់ចោលតែចង់តែនៅចង់បានកំណើតកើតជាមនុស្សនឹងទៀតណាវានៅតែវិលវល់រីព្រះសម្ពុទ្ធមានញាណមោះមុតព្រះអង្គបានឃើញច្បាស់នៅសេចក្តីកើតនិងស្លាប់ហ្នឹងព្រោះទ្រង់បានយាត្រាតាមមេគាត្រង់ព្រោះព្រះអង្គមានជ្រាបការអន្ទោលឃើញសេចក្តីទុក្ខក្នុងការកើតហ្នឹងហើយព្រះអង្គក៏សម្ដែងប្រោសដល់បរិស័ទទាំងអស់ទូទៅឲ្យយល់ពីការកើតចាស់ឈឺស្លាប់ហ្នឹងថារបស់ហ្នឹងទៀងពិតប្រកបកិច្ចមិនរួចកែមបានទេបងនេះជាសេចក្តីទុក្ខធំរបស់សង្គមមនុស្សយើងហ្នឹងបងនេះសូមញោមញាតិទាំងឡាយនៅជ្រាបបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ពួកភិក្ខុទៀតថាមនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតែងណាស់លោកប្រាប់ថាតែងណាស់សត្វដែលត្រូវទៅកាន់បរៈលោកអ្នកណាដែលត្រូវទៅកាន់បរៈលោកហ្នឹងសត្វដែលត្រូវទៅកាន់បរៈលោកគួរធ្វើកុសលគួរប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះថាសត្វដែលកើតហើយឈ្មោះថាមិនស្លាប់មិនមានទេមនាលភិក្ខុទាំងឡាយអាយុរបស់សត្វទាំងឡាយនេះតែងណាស់ក៏មានត្រឹម100ឆ្នាំយ៉ាងច្រើនឬក៏ថយចុះជាង100បន្តិចឬច្រើនជាង100នោះបន្តិចមានតែប៉ុណ្ណឹងបើកំណត់គឺ100ឆ្នាំប៉ុន្តែបករណាញោមញាតមើលអ្នកណាបានអាយុ100កម្រណាស់ណាបងច្រើនជាង100ក៏កម្រទៀតមានតែក្រោម100អត់ដូចបាសក់ឡុងដែងហ្នឹងបានតែ70ប្រមាណណាបានតែ78ហ្នឹងណាក្រោម100
រោអ្នកដែលមានអាយុ100នៅក្នុងខេត្តព្រះវិហារមានប្រមាណអ្នកយាយតាណាចាំមនុស្សរាប់សែនមាន3 4នាក់ទៅគិតអីគិតដូចជាអត់វាតិចណាស់អានេះសូមឲ្យយើងញាក់ជ្រាបនេះព្រះសម្មាសម្ពុទ្ធលោកត្រាស់ដាស់តឿនយើងហ្នឹងឥឡូវទាំងអស់គ្នាកំពុងតែកើតទុកនឹងឧបាសកឡុងដែងនេះមានភរិយាកូនចៅក្រុមគ្រួសារញាតិមិត្តទាំងអស់កើតទុកចំពោះឧបាសកឡុងដែងឧបាសកឡុងដែងនេះគាត់បានទទួលគ្រប់ហើយណាញោមញាតិកើតរួចហើយចាស់គាត់ចាស់រួចហើយឈឺក៏ឈឺរួចហើយស្លាប់ក៏ស្លាប់ហើយចប់ហើយណាបងទាំង4ហ្នឹងលោកសំដែងនៅឡើយតែយើងរាល់គ្នាទេគឺឧបាសកបាសិកាយាយតាគ្រប់គ្នាទាំងអស់យើងទាំងអស់គ្នានេះយើងទាំងអស់គ្នាមិនមែនញោមញាតិអាត្មាក៏មួយដែរស្រាប់បានដែរអាត្មានោះក៏មួយដូចញោមញាតិដែរកើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺនៅតែមួយទៀតដែរយកមកនៅតែមួយនឹងព្រះសម្មាសម្ពុទ្ធកុំឲ្យធ្វេសប្រហែសសេចក្តីស្លាប់នឹងទៀងណាស់ជាអត់រួចដែរប៉ុន្តែវាមិនដឹងជាថ្ងៃណាម៉ោងណាខែណាយើងអត់ដឹងដែរត្រង់ដែលយើងមិនដឹងកំណត់ថ្ងៃខែដែលយើងស្លាប់នេះហើយបានដែលយើងកុំប្រហែសធ្វេសបាលីថាកុំប្រមាទកុំប្រហែសធ្វេសអ្នកខ្លះអត់បានចាស់ទេណាញោមញាតិស្លាប់តាំងក្មេងយើងសំណាងហើយបានដល់ចាស់បើចឹងកុំប្រហែសទៅម៉េចថាគួរសន្សំកុសលញោមញាតិតែព្រះពុទ្ធលោកសម្ដែងគួរប្រព្រឹត្តព្រហ្មចរិយគួរធ្វើសេចក្តីល្អផ្សេងគួរធ្វើទានរក្សាសិលចម្រើនមេត្តាភាវនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីសភាវៈធ្វើ4យ៉ាងដែលគេខិតមិនបានហ្នឹងទី1គឺជារាក្រំគ្រានេះអ្នកណាចង់ចាស់អត់មែនណាចង់ចាស់តែញោមញាតិពេលសប្តាហ៍ថ្ងៃនេះឱសថការីគេខំស្រាវជ្រាវរាវរកថ្នាំណាដែលឲ្យមនុស្សលេបទៅទប់កុំឲ្យវាចាស់ណាលេបឲ្យគេមានធ្វើថ្នាំលេបទៀតណាលេយកមកលក់យកមកលេបលូនពីក្រៅទីកុំឲ្យចាស់តែធ្វើមិនក៏ទប់វាមិនឈ្នះមានអតុជាសភាវៈធ្វើអានេះដែលប្រពន្ធថា4យ៉ាងទប់អត់ឈ្នះទេហើយដូចញោមញាតិឡានសក់ស្កៅសក់ក្បោសអានោះក្រំគ្រាសក់នៅវិជារាណាបាទមិនជារាតែរូបរាងកាយអាយុសក់ណាតែសក់សហើយមិនចង់ឲ្យសតែខ្មាស់គេក៏មិនថាសក់ស្កៅទៅយកថ្នាំមកលាបឲ្យខ្មៅទៀតណាយកមកបំបាំងស្ពិនភ្នែកទៀតបើញោមញាតិឲ្យមានបានប្រហែលថ្ងៃលាបទៅបាន4 5ថ្ងៃអាចុងវាខ្មៅបើដុសគល់សមកទៀតមើលទៅឃើញសក្បោណាមិនគួរលាបទេញោមឲ្យបណ្ដោយទៅទួលស្គាល់ការពេកទៅសម្បានញោមញាតិស្គាល់ការពេកគឺថាហ្នឹងវាជារាក្រំគ្រាបើត្រូវតែសអញ្ចឹងឯងបើយើងឃើញសក់យើងសយើងកើតសង្វេគទាំងអាត្មាអញ្ចាស់អើយបើអញ្ចឹងមិនគួរបង្ើយកន្តើយគួរសាងសន្សំកុសលខំតែអញ្ចឹងមានតែញោមញាតិលាបខ្មៅទៅមានទៅគិតអីបើថានៅតែក្មេងនឹងសត្វតែមិនចង់ចាស់ទេបានជាប្រោវិធីផ្សេងមកកែណាទប់មិនរួចទេញោមញាតិចាស់នេះញោមញាតិវាលោភមកដូចជាពស់លេបកែស្រាប់អត់ឲ្យដឹងអត់ឲ្យយើងដឹងទេ
អ្នកណាដែលដឹងតែខ្លួនយើងចាស់អត់ដឹងទេញោមញាតនេះញោមញាតដែលអង្គុយស្ដាប់ធ្វើថ្ងៃនេះល្ងាចនេះមិនញោមញាតម្សិលមិញទេណាយប់មិញទេណាបងថ្ងៃនេះវាចាស់ជាងយប់មិញសាមញ្ញហ่ะអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសំដែងបើថ្ងៃនឹងយប់មិញកន្លងទៅបើថ្ងៃនឹងយប់តែងកន្លងទៅអាយុរបស់សត្វទាំងឡាយចេះតែអស់ទៅចាជីវិតចេះតែអស់ទៅបបដូចជាកង់នៃរទេះវាវិលទៅតាមស្នាមជើងគោដែលនៃរទេះដូចក្បាលកពើរទេះអញ្ចឹងណាញោមញាតអាកង់រទេះវិលតាមក្បាលកពើរទេះក្បាលកពើរទេះគឺយប់ថ្ងៃកង់រទេះគឺរូបរាងកាយរបស់យើងតែកាលណាមានយប់ថ្ងៃគឺចាស់ត្រូវតែចាស់ទៅតាមយប់ថ្ងៃបាទញោមញាតមានដឹងណាសមានតែយប់មួយថ្ងៃមួយកន្លងទៅក៏អត់ជាប់តាកតងនឹងអ្វីមែនទេណាញោមញាតជាប់តាកតងនឹងអាយុសង្ខារយើងវាចាស់ចរិយាតែបើញោមទប់ថ្ងៃយប់កុំឲ្យមានថ្ងៃមានយប់បានទប់ចាស់ចរិយាបានអានឹងជាវិធីតែណាទៅទប់បានហ្នឹងព្រោះញោមថ្ងៃនេះចាំតែដល់យប់នេះស្អែកទៀតចាស់ចឹងនឹងទៅទៀតអាហ្នឹងអាត្មាសុំជម្រាបចេះព្រោះញោមញាតអត់ដែលបានគិតទេអត់ដែលបានគិតតែខ្លួនអញចាស់ជារាទៅតាមថ្ងៃនឹងយប់ដែលកន្លងទៅហ្នឹងបងរឿងមួយទៀតថាយប់និងថ្ងៃតែកន្លងទៅអាយុរបស់សត្វទាំងឡាយចេះតែអស់ទៅដូចទឹកស្ទឹងតូចទាំងឡាយញោមមើលស្ទឹកស្ទឹងតូចខែវស្សាវាមានទឹកដល់ខែប្រាំងមកកម្ដៅព្រះអាទិត្យនោះហួតហែងអស់ទៅខាស់នៅតែស្ទឹងទៅទេអស់ណាហ្នឹងទឹកហ្នឹងដូចជាអាយុសង្ខាររបស់បញ្យើងចឹងឯងថ្ងៃស្រោបដោយកម្ដៅថ្ងៃទៅវាហួតហែងទៅនៅតែស្ទឹងទៅទេវាអស់អញ្ចឹងនេះព្រះសម្មាសម្ពុទ្ធលោកទី5អញ្ចឹងគ្រប់ឲ្យយើងពិចារណាអាស្រ័យនេះយើងជាពុទ្ធបរិស័ទគួរតែគិតគួរតែពិចារណាកុំប្រហែសពេកប៉ុណ្ណឹងជារាក្រំគ្រានេះទប់វាបាននេះធ្វើម៉េចក៏ទប់បានដែរទី2ជំងឺរោគាជំងឺរោគានេះក៏ទប់អត់បានដែរហើយជំងឺរោគានេះកាចណាស់ញោមញាតជារានេះអត់កាចទេវាលោបលេបតបាក់ជំងឺរោគានេះកាចណាស់ណាបងព្រះពុទ្ធលោកសំដែងថាណដ្ឋិជាធិសមារយោមានសត្រូវណាដែលខូខើកាចសាហាវជាជាងជំងឺមិនមានទេញោមឃើញអ្នកជំងឺជំងឺនៅវាដំវាធាក់វាវាយវាសំពងគេដេកស្រែកយោនៅលើក្រែពេទ្យណាអាស្រែកយោហ្នឹងគឺថាជំងឺហ្នឹងវាដំវាត្រឹមវាយវាសំពងឲ្យអ្នកជំងឺនោះត្រឹមអត់បានស្រែកយោវាអត់មេត្តាត្រាប្រណីអីទេស្រាប់បានទេញោមញាតមិនដែលឈឺទេអាហ្នឹងជំងឺនឹងកាចណាបងយោយាយបណ្រាស់ស្វេស្ដាំអាហ្នឹងរាវាអត់ឈ្នះទេឆ្លងដល់ទី3គឺសេចក្តីស្លាប់ក៏រារាំងវាមិនឈ្នះដែរគ្មាននរណាមួយរារាំងឈ្នះទេយើងឃើញគ្រប់តែគ្នាមិនឃើញតែយើងអត់ដែលបានយកបញ្ញាមកពិចារណាឲ្យវាឃើញហ្នឹងព្រោះយើងខ្វះបញ្ញាបើយើងមានបញ្ញាហើយយើងភ្ញាក់រលឹកដឹងសពកាលទៅយើងអត់ប្រហែសទេតែសេចក្តីស្លាប់នឹងមានប្រកបដល់អាត្មាអញគឺជិះអត់រួចទេទី4វិបាកៈផលរបស់កម្មអាក្រក់ក្តីល្អក្តីតែបុគ្គលធ្វើហើយនឹងឲ្យផលដល់អ្នកធ្វើជិះអត់រួចទេត្រូវតែឲ្យផលព្រោះនេះវត្តសភាវៈ4យ៉ាងដែលយើងរៀបរៀងមកមិនឈ្នះមិនថាចាស់ក៏ចាស់ហើយទុំមិនឈ្នះជំងឺក៏ទុំមិនឈ្នះសេចក្តីស្លាប់ក៏ទុំមិនឈ្នះក៏ប៉ុន្តែយើងគិតពេលវេលាដែលយើងស្លាប់ទៅនេះយើងមានអីទីពឹង
ถ้าវាមានតែវិបាកគឺផលបុណ្យនិងផលបាបប៉ុណ្ណឹងឯងដែលទីពឹងរបស់យើងណាតែកាលណាញោមញាតប្រព្រឹត្តអំពើអកុសលទុច្ចរិតបាបកម្មសេចក្តីទុក្ខនឹងឲ្យហើយហើយមានអ្នកណាមួយចង់ជួបនឹងទុក្ខអត់មានទេណាញោមញាតហើយញោមញាតគេថាធ្វើអីប្រាថ្នាសុំឲ្យបានសេចក្តីសុខក្នុងការធ្វើកុសលផលបុណ្យរហូតដល់បន់ស្រានអរុគអរៈអ្នកតាជាសមឲ្យជួយផ្ដល់សោកកុំឲ្យជួបនឹងទុក្ខហ្នឹងគឺគេស្អប់ណាសេចក្តីទុក្ខបើញោមញាតឲ្យទៅបន់ស្រានទៅសុំណាបានពីព្រោះព្រះពុទ្ធលោកថាយើងធ្វើកម្មអីវាបានផលហ្នឹងផ្ដល់មកយើងគ្មានណាឲ្យមានណាមកជួយយើងរួចទេនេះសូមឲ្យញោមញាតជ្រាបចឹងបើយើងធ្វើអំពើជាកុសលអានេះអំពើជាកុសលផ្ដល់នៅសេចក្តីសុខឲ្យយើងសុខក្នុងជីវិតរបស់ព្រះយើងដែលរស់នៅហ្នឹងពុទ្ធសាសនាព្រះពុទ្ធលោកសម្ដែងមានតែពីរប៉ុណ្ណឹងឯងពេលម្ល៉េះហើយញោមញាតពុទ្ធបរិស័ទទូទៅអមណែនណាប្រាថ្នាឲ្យជួបសេចក្តីទុក្ខទេគឺខ្លាចហើយជៀសវាងកិច្ចពីសេចក្តីទុក្ខគេได้បន់ស្រន់សុំឲ្យរួចពីសេចក្តីទុក្ខតែការបន់ស្រន់នឹងអត់ប្រយោជន៍ទេញោមញាតតើតើឲ្យតែញោមញាតធ្វើបាបឲ្យបន់តែមិនក៏បាបនៅអត់ចេញទៅណាទេនៅតែតាមឲ្យផលចឹងនេះសូមឲ្យជ្រាបអំពីពុទ្ធសាសនាក៏បុណ្យនិងបាបគឺគ្មានណាឲ្យទេញោមញាតមានតែយើងឯងអ្នកធ្វើហ្នឹងមានតែយើងអ្នកធ្វើអត់មានណាឲ្យយើងទេហើយក៏គ្មានណាជួយយើងរួចទៀតនៅព្រះវិហារនេះមានគេធ្វើបុណ្យផ្ដាច់កម្មពីរដែរញោមញាតធ្វើបុណ្យលាងបាបដែរញោមញាតមានណែនៅខែព្រះវិហារនេះអាអាត្មានៅស៊ីមរៀបនោះមាន